ប្រជាជនគ្រប់ព្រះអង្គជនរួមជាតិបងប្អូនអ្នកសារព័ត៌មានជាពិសេសបងប្អូនដែលជាប្រជាពលករកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃហើយកាន់តែជាពិសេសបងប្អូនប្រជាពលករដែលកំពុងតែធ្វើដំណើរចាក់ចេញពីប្រទេសថៃចូលមកកាន់ទឹកដីកម្ពុជាដែលជាផ្ទះកំណើតរបស់ខ្លួនតាមច្រកផ្លូវគោកជាពិសេសគឺច្រកដែលភាគីថៃបានបិទជាឯកតោភាគីដោយគ្មានការជូនដំណឹងមកកម្ពុជាជាមុននិងរំលោភលើស្មារតីនៃអនុសារណៈយោគយល់ឆ្នាំ2000ជាទីរាប់អានជាទីនឹករលឹកសូមគ្រប់អនុញ្ញាតពីថ្នាក់ដឹកនាំរបស់កម្ពុជាដែលមានសម្ដេចតេជោអគ្គនាយកបាយរបស់កម្ពុជាមានសម្ដេចធិបតីជានាយករដ្ឋមន្ត្រីនិងជាអគ្គប្រតិបត្តិការនយោបាយកម្ពុជាមានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបាទដែលដឹកនាំដោយអាដាមអភិសន្តិបណ្ឌិតសសខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ដាំផ្ញើការសួរសុខទុក្ខនិងផ្ញើនៅសេចក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសថៃជាពិសេសគឺបងប្អូនពលករខ្មែរយើងដែលកំពុងតែធ្វើដំណើរចាក់ចេញពីទឹកដីថៃមកកាន់ផ្ទះកំណើតរបស់ខ្លួនវិញនោះបាទប្រហែលថ្ងៃនេះបងប្អូនបានសម្រុកមកកាន់តែច្រើនទៅតាមស្មារតីស្នេហាជាតិនិងគោរពប្រតិបត្តិបានយ៉ាងល្អប្រសើរតបទៅនឹងសាររបស់សម្ដេចតេជោសាររបស់សម្ដេចធិបតីដែលលោកចង់អញ្ជើញបងប្អូនមកកាន់ប្រទេសកំណើតខ្លួនវិញក្នុងន័យជៀសឲ្យផុតពីការរើសអើងពីការធ្វើទុកបុកម្នេញពីការមិនឲ្យតម្លៃឬពីការធ្វើសកម្មភាពឆ្កប់ឆ្គងខុសពីច្បាប់ជាតិច្បាប់អន្តរជាតិណាមួយមកលើបងប្អូននោះបាទក៏ប៉ុន្តែជាអកុសលយើងតែងឃើញភាគីថៃមួយចំនួនជាពិសេសនៅតាមច្រកបាទទឹកដីរបស់ខ្លួនគឺបានប្រើមធ្យោបាយជាច្រើននៅក្នុងការរារាំងបងប្អូនមិនឲ្យវិលត្រឡប់ចូលមកទឹកដីកំណើតរបស់ខ្លួនបាទហើយជាពិសេសគឺបានប្រើលេសឬក៏ល្បិចកលស្មោកគ្រូកទុច្ចរិតប្រាប់បងប្អូនថាមិនអនុញ្ញាតឲ្យចូលមកទឹកដីកម្ពុជាដោយសារតែភាគីកម្ពុជារបស់យើងបានបិទរបងទ្វារច្រកឬមិនបើករបងទ្វារច្រកនោះទេបាទចំណុចនេះខ្ញុំបានមើលឃើញអំពីភាពជឿជាក់របស់បងប្អូនយ៉ាងច្រើនលើសលប់ហើយថាមិនមែនផ្ដើមចេញពីកម្ពុជាទេគឺផ្ដើមចេញពីភាគីថៃដែលបានបិទច្រកជាឯកតោភាគីបាទដែលកម្ពុជាចាំតែកំដរតាមក្រោយប៉ុណ្ណោះឯងហើយខ្ញុំក៏បានឃើញបងប្អូនពលករខ្មែរយើងជឿជាក់ថានោះមិនមែនជាហេតុផលដែលកម្ពុជាមិនអនុញ្ញាតឲ្យប្រជាជនខ្លួនចូលមកកាន់ទឹកដីកំណើតរបស់ខ្លួននោះទេគឺជាឧបាយកលល្បិចពឹសពុលបាទស្មោកគ្រោករបស់ភាគីថៃមួយចំនួនតែប៉ុណ្ណោះឯងប៉ុន្តែទោះបីយ៉ាងណាក្នុងក្របខ័ណ្ឌអ្នកនាំពាក្យក្រសួងមហាផ្ទៃយើងខ្ញុំសូមជម្រាបជូនបងប្អូនពលករខ្មែរឈាមជ័រខ្មែរគឺថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលគ្រប់គ្រងទៅលើបណ្ដាច្រកទ្វារដែលមាននគរបាលអន្តោប្រវេសន៍ជាប្រតិបត្តិការនោះគឺពុំមានគោលការណ៍ហាម5បងប្អូនពលករខ្មែរយើងមិនឲ្យចូលមកកាន់ទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈនៃយើងនោះឡើយគឺកម្ពុជាទាំងមូលរងចាំស្វាគមន៍បងប្អូនថ្នាក់ដឹកនាំកម្ពុជា
គ្រប់លំដាប់ថ្នាក់រងចាំស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការកំពុងទន្ទឹងរង់ចាំបងប្អូនទាំងអស់ដោយគ្មានការរើសអើងដោយដែលសាររបស់សម្ដេចតេជោសាររបស់សម្ដេចធិបតីលោកបានបញ្ជាក់ម្ដងហើយម្ដងទៀតឲ្យតែជាជនជាតិខ្មែរទោះបីជាគ្មានឯកសារយ៉ាងណាក៏ដោយឲ្យតែបានចូលមកដល់បាទរបងទ្វារដែលជាសមត្ថកិច្ចរបស់នគរបាលអន្តរប្រវេសន៍ចំណុះក្រសួងមហាផ្ទៃកម្ពុជាគឺនគរបាលអន្តរប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធនឹងបើកទ្វារទទួលស្វាគមន៍បងប្អូនយ៉ាងកក់ក្ដៅជាទីបំផុតខ្ញុំក៏សូមយកឱកាសនេះគោរពជម្រាបជូនបងប្អូនបន្ថែមទៀតថាថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាយើងក្រសួងមហាផ្ទៃស្ថាប័នពាក់ព័ន្ធហើយរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាប់ព្រំប្រទល់ជាមួយនឹងថៃឬក៏រដ្ឋបាលរាជធានីខេត្តដែលបងប្អូនមានផ្ទះសម្បែងឬក៏ទីកំណើតនៅទីនោះគឺបានត្រៀមលក្ខណៈជាស្រេចរួចទៅហើយទី1គឺមណ្ឌលសំចតដើម្បីទទួលបងប្អូននៅតាមបណ្ដាច្រកបាទទាំងបាយទាំងទឹកអាហារទាំងសុខភាពផ្សេងជាច្រើនទៀតនឹងមានការទទួលនៃស្វាគមន៍សម្ដែងសម្ណាលយ៉ាងកក់ក្ដៅថែមទៀតផងទី2គឺត្រៀមរថយន្តរួចជាស្រេចទៅហើយដើម្បីជូនបងប្អូនទៅកាន់ផ្ទះកំណើតរបស់ខ្លួននៅតាមបណ្ដាខេត្តនានាតាមរដ្ឋបាលរាជធានីខេត្តដែលបានសំទោសដែលមានបងប្អូនរស់នៅនោះក៏បានត្រៀមលក្ខណៈនៅក្នុងការទទួលបាទស្វាគមន៍រ៉ាប់រងបងប្អូននៅឯមូលដ្ឋានផងដែរនេះគឺចង់បញ្ជាក់ជូនបងប្អូនថាកម្ពុជាទាំងមូលរាជរដ្ឋាភិបាលបាទក្រសួងស្ថាប័នប្រជាពលរដ្ឋទាំងអស់គឺមានឆន្ទៈស្មារតីជាធ្លុងមួយរងចាំទទួលស្វាគមន៍បងប្អូនមិនដូចការបំភាន់បាទមូលបង្កាច់របស់ថៃមួយចំនួនដែលនិយាយថាមិនឲ្យបងប្អូនមកកាន់ទ្វារច្រកបាទព្រំដែនដែលជាសមត្ថកិច្ចរបស់កម្ពុជាដោយសារតែកម្ពុជាមិនបើកទ្វារច្រកឬកម្ពុជាមិនអនុញ្ញាតឲ្យបងប្អូនចូលនោះគឺមិនមែនជាការពិតវាគឺជាល្បិចកិច្ចកលហើយល្បិចកិច្ចកលនោះមាន2ចំណុចសំខាន់បាទទី1ធ្វើជាបើកទ្វារច្រករបស់ខ្លួនភាគីថៃដើម្បីឲ្យអន្តរជាតិមើលឃើញថាខ្លួនបើកច្រកតែកម្ពុជាគឺជាអ្នកបិទប៉ុន្តែផ្ទុយមកវិញអន្តរជាតិពិភពលោកទាំងមូលគេបានដឹងរួចជាស្រេចទៅហើយថាភាគីថៃគឺជាអ្នកបិទបាទដោយគ្មានការជូនដំណឹងរំលោភលើអនុសារណៈយោគយល់បាទឆ្នាំ2000គេបានដឹងហើយថានេះគឺជាល្បិចបើកតែបិទរបស់ថៃប៉ុណ្ណោះឯងទេហ្នឹងហើយបាទទី2ការបើកទ្វារចំហតាមច្រកក្នុងដែនសមត្ថកិច្ចរបស់ថៃនេះគឺក្នុងគោលបំណងបាទធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើទឹកដីថៃពលករខ្មែរយើងដែលចង់ចាក់ចេញពីប្រទេសថៃមកមានការយល់ច្រឡំមកលើកម្ពុជាថាកម្ពុជាគឺជាអ្នកបិទកម្ពុជាគឺមិនអនុញ្ញាតឲ្យបងប្អូនចូលដោយដែលប្រយោគដែលគេថ្លែងទៅកាន់បងប្អូនថាកម្ពុជាបិទទ្វារច្រកមិនបើកទ្វារច្រកដូច្នេះបានជាគេមិនឲ្យបងប្អូនធ្វើដំណើរមកកាន់ទ្វារច្រកជាសមត្ថកិច្ចរបស់កម្ពុជានោះនេះគឺជាល្បិចកលស្មៅគ្រូពឹសពុលប៉ុន្តែបងប្អូនទាំងអស់មិនបានជឿលងតាមឧបាយកលរបស់គេនោះឡើយបាទហើយអ្វីដែលជារឿងសំខាន់បំផុតនោះគឺភាគីថៃហាក់បីដូចជាបានភ្ញាក់ខ្លួនដោយខ្មោច7ថ្ងៃដែលមិននឹកស្មានថាបងប្អូនប្រជាពលរដ្ឋខ្មែរពលករខ្មែរស្ដាប់តាមសារអំពាវនាវរបស់ថ្នាក់ដឹកនាំកម្ពុជាបងប្អូនប្រជាពលរដ្ឋខ្មែរមានមនសិការស្នេហាជាតិ
រួបរวมជាធ្លុងមួយនៅពេលដែលមានបច្ចាមិត្តរំលោភបំពានបាទចង់លេបទឹកដីរបស់កម្ពុជាពលគឺសម្រុកនាំគ្នាចាក់ចេញពីប្រទេសថៃចូលមកកម្ពុជានោះដែលធ្វើឲ្យបាត់បង់នៅកម្លាំងពលកម្មបាទនៅក្នុងប្រទេសថៃរាប់សែនលាននាក់ពលគឺនិយាយតែពលករខ្មែររបស់យើងតែប៉ុណ្ណោះឯងដែលធ្វើឲ្យសង្វាក់ផលិតកម្មត្រូវអាក់ខានរអាក់រអួលដាំក្បាលចុះនឹងនាំឲ្យសេដ្ឋកិច្ចបាទមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរហើយប្រឈមនឹងការទទួលខុសត្រូវចំពោះមុខបណ្ដាដៃគូអភិវឌ្ឍរបស់ខ្លួននៅឯបរទេសឬបណ្ដាប្រទេសផ្សេងៗដែលគេចុះកិច្ចសន្យាពាណិជ្ជកម្មដោះដូរទំនិញជាមួយនឹងខ្លួននោះឯងបាទនេះគឺជារឿងមួយដែលគេធ្វើដើម្បីគោលដៅនោះដែរបាទខ្ញុំសូមបញ្ជាក់ជូនថាបងប្អូនពលករខ្មែរយើងគឺជាឈាមជ័ររបស់ខ្មែរហើយតែរដ្ឋធម្មនុញ្ញកម្ពុជាយើងបានចែងយ៉ាងច្បាស់ថាគ្មានបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលត្រូវបានកម្ពុជាបោះបង់ចោលទេបាទគ្មានបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលមិនត្រូវបាននៃកម្ពុជាបាទចូលទៅជួយសម្របសម្រួលបាទការពារឬក៏ធ្វើអ្វីផ្សេងនោះទេទៀតរាល់ការប៉ះពាល់ដល់បូរណភាពនៃរូបកាយនិងសិទ្ធិរបស់បងប្អូនជាជនជាតិខ្មែរទោះបីជាពុំមានឯកសារបញ្ជាក់ថាជាខ្មែរក៏ដោយឲ្យតែឈាមជ័រគឺជាខ្មែរបាទហើយថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជារាជរដ្ឋាភិបាលកម្ពុជាគឺគោរពតាមស្មារតីរបស់រដ្ឋធម្មនុញ្ញបាទហើយក៏គ្មានការហាម5ប្រជាពលរដ្ឋខ្មែរណាម្នាក់មិនឲ្យចូលទឹកដីកំណើតរបស់ខ្លួនហើយក៏មិនធ្វើការនិរទេសប្រជាពលរដ្ឋខ្មែរណាម្នាក់ទៅកាន់បរទេសឬក៏ចាប់បញ្ជូនទៅឲ្យជនបរទេសឬក៏ប្រទេសណាមួយជាដាច់ខាតដែរខ្ញុំកណាសូមបញ្ជាក់អញ្ចឹងក្នុងនេះដែរប្រសិនបើភាគីថៃពិតជាមានសុចរិតភាពប្រកបនិងស្មោះត្រង់នៅក្នុងនាមជាសមាជិកអាស៊ានក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិដូចគេដូចឯងដែរនោះគឺត្រូវតែហ៊ានបង្ហាញនៅភាពច្បាស់លាស់របស់ខ្លួននៅក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរដែលលោកមានឆន្ទៈចាកចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជាពលគឺសម្របសម្រួលប្រជាពលរដ្ឋខ្មែរពីទឹកដីរបស់ខ្លួនដែលខ្លួនបានដាក់រនាំងការពារហាម5ឲ្យលោកធ្វើដំណើរមកកាន់របងបាទច្រកទ្វារដែលជាសមត្ថកិច្ចរបស់កម្ពុជាតើពេលនោះកម្ពុជាបិទឬមិនទទួលបងប្អូនពលករខ្មែរផ្ទុយទៅវិញកម្ពុជាទាំងមូលត្រែកអរស្វាគមន៍បើកទ្វារទទួលយ៉ាងកក់ក្ដៅរាក់ទាក់បំផុតចំពោះពលករខ្មែរតើហ៊ាននេះសូមកុំយល់ទេថារបងទ្វារច្រករបស់កម្ពុជាបិទសូមកុំបោកបញ្ឆោតមតិសាធារណជនរបស់ខ្មែរមតិសាធារណជនរបស់ថៃខ្លួនឯងដែលគេលែងជឿទៅហើយសូមកុំយល់ទេដើម្បីបំភាន់មតិសាធារណៈអន្តរជាតិដែលគេស្គាល់ចរិតដែលគេស្គាល់ឧបាយកលស្មោកគ្រោកល្បិចកលទុច្ចរិតរបស់ថៃរួចទៅហើយនោះបាទបើសិនជាឈប់បានសូមឈប់ចាប់ពីនេះតទៅតែនេះមិនមែនជាសារគម្រាមទេគឺជាសារថ្លែងឲ្យពិចារណាឡើងវិញក្នុងនាមមនុស្សជាតិដូចគ្នាបាទក្នុងនាមមនុស្សជាតិដូចគ្នាក្នុងតម្លៃណាក៏ដោយក្នុងកលៈទេសៈណាក៏ដោយកម្ពុជាមេដឹកនាំកម្ពុជា
ក្រសួងពាក់ព័ន្ធជាពិសេសក្រសួងមហាផ្ទៃដែលមានសមត្ថកិច្ចបាទគ្រប់គ្រងតាមច្រកហើយមាននគរបាលអន្តរប្រវេសន៍ជាប្រតិបត្តិការផ្ទាល់នៅទីនោះនិងសម្របសម្រួលបាទគ្រប់វិធីសាស្ត្រដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរពលករខ្មែរយើងអាចចាក់ចេញពីថៃចូលមកទឹកដីកម្ពុជាតាមច្រករបស់ខ្លួនតាមច្រករបស់ខ្លួនបាទប៉ុន្តែសូមភាគីថៃកុំប្រើឧបាយកលម្ដងហើយម្ដងទៀតដដែលគ្មានប្រសិទ្ធភាពក្នុងចេតនាទុច្ចរិតបង្កប់នៅភាពពឹសពុលទាញកម្ពុជាឲ្យចូលទៅអន្ទាក់របស់ខ្លួនដើម្បីផ្ដើមការចរចាឈានទៅដល់ការបើកច្រកទ្វារទាំងអស់ដែលខ្លួនបានបិទជាឯកតោភាគីក្នុងបំណងស្ដារមុខមាត់ស្ដារភាពអាម៉ាស់របស់ខ្លួនដែលបានបិទតែម្នាក់ឯងហើយកម្ពុជាគឺជាអ្នកដើរក្រោយដោយដែលនាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទទាំងកាត់កេរកាត់ខ្មាស់មកសម្ដេចតេជោបាទអង្គវរសម្ដេចតេជោដើម្បីឲ្យជួយណាជំរាបទៅកាន់សម្ដេចធិបតីជានាយករដ្ឋមន្ត្រីឲ្យមានមន្ត្រីទាំងពីរភាគីកម្រិតណានោះឬកម្រិតជំនាញជួបចរចាគ្នាដើម្បីបើកច្រកទ្វារនឹងឡើងវិញហើយនាយករដ្ឋមន្ត្រីថៃក៏កាត់កេរកាត់ខ្មាស់ទូរស័ព្ទទៅកាន់សម្ដេចធិបតីនាយករដ្ឋមន្ត្រីស្នើសុំដូចគ្នានេះដែរឲ្យមានការចរចាដើម្បីបើកតែថ្នាក់ដឹកនាំថ្នាក់ដឹកនាំកម្ពុជាមិនមែនដោយការគិតរបស់ថ្នាក់ដឹកនាំថៃដែលទើបតែឡើងកាន់តំណែងកាច់ចង្កូតប្រទេសមួយថ្ងៃនោះទេបាទដែលលោកបានឆ្វែងយល់ថាអ្នកកំពុងតែទាញកម្ពុជាចូលទៅនៃភក់ជ្រាំដែលអ្នកបានបង្កើតខ្លួនឯងនោះដូច្នេះកម្ពុជាគឺមិននៅក្នុងភក់ជ្រាំកម្ពុជានឹងធ្វើជាផ្កាឈូកធ្វើជាដើមឈូកធ្វើជាផ្លែឈូកបាទយកភក់ជ្រាំនោះធ្វើជាជីដើម្បីលូតលាស់បង្ហាញជាប់ពន្ធរាំងសីនៅក្នុងតំបន់អាស៊ានក្នុងតំបន់អាស៊ីនិងក្នុងពិភពលោកទាំងមូលបាទត្រឡប់មកវិញខ្ញុំក្នុងក្របខ័ណ្ឌក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបញ្ជាក់ម្ដងហើយម្ដងទៀតជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងបាទទាំងអស់ជាពិសេសបងប្អូនពលករខ្មែរយើងដែលកំពុងតែចាក់ចេញពីប្រទេសថៃគឺសូមមេត្តាកុំភ័ន្តច្រឡំតាមការបំភាន់តាមការមួលបង្កាច់តាមការបំពុលរបស់សមត្ថកិច្ចថៃអាជ្ញាធរថៃដែលលើកឡើងថាមកពីភាគីកម្ពុជាមិនឲ្យចូលមកពីភាគីកម្ពុជាមិនបើករបងទ្វារច្រកទើបគេមិនអនុញ្ញាតឲ្យបងប្អូនពលករខ្មែរយើងធ្វើដំណើរមកកាន់របងច្រកទ្វារជាសមត្ថកិច្ចរបស់កម្ពុជានោះគឺសូមកុំជឿឲ្យសោះបាទសូមកុំជឿឲ្យសោះប៉ុន្តែបងប្អូនបានឃើញស្រាប់ហើយអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជារបស់រាជរដ្ឋាភិបាលរបស់អាជ្ញាធរពាក់ព័ន្ធរបស់សមត្ថកិច្ចនៅតាមច្រកនីមួយៗដែលបងប្អូនបានឃើញជាក់ស្ដែងហើយបងប្អូនក៏បានថ្លែងទៅកាន់អ្នកសារព័ត៌មានថានោះគឺជាល្បិចរបស់ថៃទេបាទហើយចោទសំណួរសួរទៅកាន់ថៃវិញថាតើនរណាជាអ្នកបិទមុនទៅទៀតនោះគឺជាភាពក្លាហានគឺជាការជឿជាក់បាទមានទំនុកចិត្តមកលើថ្នាក់ដឹកនាំកម្ពុជាមកលើកម្ពុជាទាំងមូលមកលើប្រជាជនកម្ពុជារបស់យើងលើស្មារតីស្នេហាជាតិជាធ្លុងមួយរបស់យើងបាទខ្ញុំសូមកោតសរសើរដល់បងប្អូនទាំងអស់បាទខ្ញុំសូមកោតសរសើរខ្ញុំសូមយកឱកាសនេះបាទម្ដងហើយម្ដងទៀតបញ្ជាក់ថាភាគីថៃ
គឺសូមពិនិត្យឡើងវិញរាល់លិខិតស្នាមដែលខ្លួនបានចេញក្នុងការបិទច្រកទ្វារតាមព្រំដែនកម្ពុជាថៃសូមពិនិត្យឡើងវិញនៅវិធានការជាឯកតោភាគីដែលខ្លួនបានធ្វើបច្ច្រាស់ពិភពលោកផ្ទុយពីច្បាប់អន្តរជាតិហើយក្នុងនោះខ្ញុំសូមតែលើកជាតហេកលិខិតមួយរបស់ភាគីថៃដែលចុះនៅថ្ងៃទី23ខែមិថុនាឆ្នាំ2025ខ្ញុំសូមទោសខ្ញុំមិនអាចមើលភាសាថៃបានទេទោះបីជាខ្ញុំធ្លាប់រៀនបានខ្លះពីមុនមកប៉ុន្តែខ្ញុំបានបោះបង់ចោលវិញបាទតែខ្ញុំបានឲ្យក្រុមការងារបកប្រែក្រៅផ្លូវការលិខិតនោះគឺបានបញ្ជាក់អំពីការប្រកាសបិទច្រកទ្វារបាទហើយបានដាក់លក្ខខណ្ឌហាម5ចូលចេញនៃយានជំនិះគ្រប់ប្រភេទបាទហាម5ណាមិនឲ្យមានការចូលចេញរបស់ប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជនជាតិថៃនិងជនបរទេសនឹងការធ្វើពាណិជ្ជកម្មគ្រប់ប្រភេទចំណុចនេះគឺមានបងប្អូនជនបរទេសមួយចំនួនជាបណ្ដាដែលលោកចង់ចេញពីកម្ពុជាចូលទៅថៃប៉ុន្តែភាគីថៃមិនអនុញ្ញាតឲ្យចូលបាទទោះបីជាភាគីកម្ពុជាបើកទ្វារច្រកដើម្បីឲ្យបងប្អូនជនបរទេសទាំងនោះចូលទៅក៏ដោយប៉ុន្តែភាគីថៃគឺមិនឆ្លើយតបកវីក្បាលសោចឲ្យដើរចេញនេះគឺជាអរិយាប័ត្រដែលបញ្ជាក់ថាជាការរំលោភបាទទៅលើនៃកិច្ចព្រមព្រៀងឬក៏ MOU ឆ្នាំ2000រវាងកម្ពុជានិងថៃរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការដើរហើរឬក៏រំលោភលើជនស៊ីវិលនៅក្នុងកលៈទេសៈដែលមានការប៉ះគ្នាដោយអាវុធកម្រិតណាមួយនោះបាទចំណុចបន្តមកទៀតបាទដោយយោងទៅលើចំណុច1ចំណុច2ខាងលើនេះគឺគេបានសម្របសម្រួលបាទមនុស្សធម៌គឺថាត្រូវបានអនុញ្ញាតទៅតាមការសម្របសម្រួលជាក់ស្ដែងនិងទៅតាមការចាំបាច់បានន័យថាឲ្យចូលនឹងចេញចំពោះការព្យាបាលវិជ្ជសាស្ត្រការបញ្ជូនបន្ទាន់អ្នកជំងឺដែលត្រូវការព្យាបាលនិងការអប់រំសិស្សរួមទាំងប្រតិបត្តិការដែលចាំបាច់បំផុតសម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជននឹងឯក្នុងករណីចាំបាច់អានឹងគឺថាសម្របសម្រួលគ្នាជជែកគ្នាប៉ុន្តែមិនមែនជាការចរចាដើម្បីបើកច្រកនោះទេបាទដើម្បីបើកច្រកនោះទេនេះគឺបញ្ជាក់យ៉ាងច្បាស់បាទថាខ្លួនហាម5ទាំងអស់ការចូលចេញលើកលែងតែចំណុចខាងក្រោមដែលខ្ញុំលើកចេញពីលិខិតរបស់ពួកគេហើយមានលិខិតផ្សេងទៀតនឹងមានការដាក់បទបញ្ជាផ្ទាល់មាត់ពីសំណាក់ភាគីថៃតែម្ដងអញ្ចឹងសូមបងប្អូនជនរួមជាតិបងប្អូនពលករខ្មែរមតិអន្តរជាតិទាំងអស់មេត្តាជ្រាបនៅអរិយាប័ត្ររបស់ថៃមិនមែនជាការចាប់ផ្ដើមពីភាគីកម្ពុជានោះឡើយបាទជាចុងក្រោយខ្ញុំសូមទទូចនិងបញ្ជាក់ឡើងវិញថាសូមភាគីថៃកុំបើកចំហតែទ្វារច្រកដើម្បីបង្ហាញរូបភាពបង្អួតបំភ័ន្តដោយស្មានតែអន្តរជាតិឬពិភពលោកមិនបានដឹងអំពីទង្វើអកុសលតាំងពីដើមទីរបស់ខ្លួនជារួមគឺកុំបើកចំហតែទ្វារតែបិទមិនឲ្យមានការចេញចូលឆ្លងកាត់ជាទូទៅជាធម្មតាជាប្រក្រតីដូចកាលពីដើមនោះដែលខ្លួនមិនទាន់បិទនោះបាទដោយកុំប្រើយុទ្ធវិធីបើកតែបិទបាទបើកតែបិទហ្នឹងហើយដូចបច្ចុប្បន្ននេះបាទដូចបច្ចុប្បន្ននេះហ្នឹងហើយបើសិនជាថៃចិត្តសឿងជាកូនប្រុសជាប្រទេសមួយស៊ីវិល័យប៉ុន្តែដើរច្រាស់នឹងច្បាប់អន្តរជាតិបាទចង់បើកច្រកទាំងអស់ជាផ្លូវការដូចដើមវិញនោះបាទថៃត្រូវចេញលិខិតប្រកាស
នារីក៏រលលិខិតទាំងអស់ដែលបានដាក់ចេញបិទច្រកបិទការចេញចូលជាទូទៅនារីក៏រលវិធានផ្សេងដែលដាក់ចេញដោយផ្ទាល់មាត់ហើយណាដាក់ចេញនៅលិខិតប្រកាសជាសាធារណៈនិងឬថ្លែងជាសាធារណៈដោយបញ្ជាក់អំពីចិត្តស្មោះរបស់ខ្លួនដល់កម្ពុជានិងដល់ពិភពលោកឲ្យបានដឹងបាទថាខ្លួនព្រមបើកណាច្រកដំណើរការដូចដើមទាំងស្រុងវិញហើយដោយគុំបន្តអូសកាឡាឬរកកន្លែងចុះចតក្នុងស្មារតីមួយពង្វៀងកិច្ចវេះពីភាពអាម៉ាស់របស់ខ្លួនបាទដែលបានបិទដោយខ្លួនឯងហើយដែលពេលនេះខ្លួនបាទបានដឹងខ្លួនដូចខ្មោច7ថ្ងៃនោះបាទដូច្នេះខ្ញុំសូមឲ្យភាគីថៃបាទត្រូវតែហ៊ានទទួលខុសត្រូវហ៊ានទទួលខុសហ៊ានទទួលត្រូវក្នុងនាមជាអ្នកនយោបាយតែបានអួតអាងថាមានវិជ្ជាជីវៈហើយចោទប្រកាន់មកថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាថាជាអ្នកនយោបាយគ្មានវិជ្ជាជីវៈនោះគួរឲ្យអស់សំណោចគួរឲ្យអស់សំណោចបាទហ្នឹងហើយសូមឲ្យនៃអ្វីដែលកើតឡើងនេះគឺសាបរលាបត្រឡប់ទៅវិញទៅបាទហើយអ្វីដែលកម្ពុជាអាចជួយបានកម្ពុជានឹងជួយប៉ុន្តែខ្ញុំថ្លែងសារបែបនេះគឺមិនមែនតំណាងឲ្យកម្ពុជាទាំងមូលនោះទេគ្រាន់តែខ្ញុំដឹងថាកម្ពុជាបាទជាពិសេសថ្នាក់ដឹកនាំរបស់ខ្ញុំលោកមានគុណធម៌មានព្រហ្មវិហារធម៌លោកគោរពច្បាប់អន្តរជាតិណាលោកគោរពទំនាក់ទំនងរវាងញាតិជិតខាងណាមិនដូចអ្នកទេបាទអញ្ចឹងបាទកម្ពុជាជួយបានកម្ពុជានឹងជួយបាទហ្នឹងហើយបើថៃបន្ទន់អិរិយាបថបន្សាបរលាបនៅអំពើទុច្ចរិតទាំងឡាយដែលបានកំពុងតែធ្វើនេះហ្នឹងហើយប៉ុន្តែសូមបញ្ជាក់ជូនណាសូមស្គាល់ថ្នាក់ដឹកនាំកម្ពុជាឲ្យបានច្បាស់ទី1សម្ដេចតេជោអគ្គនយោបាយរបស់កម្ពុជាដែលលោកចូលសមរភូមិបាទតាំងពីវ័យ18ឆ្នាំឆ្លងកាត់សមរភូមិសង្គ្រាម105សមរភូមិបាទរបួសភ្នែកដើម្បីជាតិដើម្បីប្រជាជនហើយស្វែងរកសន្តិភាពការអភិវឌ្ឍបាទរីកចម្រើននឹងធ្វើឲ្យខ្មែររួបរวมគ្នាជាធ្លុងមួយបាទក្រោមរដ្ឋធម្មនុញ្ញតែមួយក្រោមរដ្ឋាភិបាលតែមួយនឹងរឹងមាំមកដល់ពេលបច្ចុប្បន្ននេះសូមស្គាល់មេដឹកនាំកម្ពុជាឲ្យច្បាស់សូមស្គាល់កម្ពុជាឲ្យច្បាស់ខ្ញុំសូមផ្ញើសារមួយប្រយោគទៅចោះបើចង់យកនរណាជាសត្រូវអ្នកត្រូវស្គាល់ដៃគូឬសត្រូវរបស់អ្នកឲ្យច្បាស់ជាមុនសិនបាទសូមជម្រាបថាកម្ពុជាស្គាល់ថៃច្បាស់ណាស់ជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនស្គាល់ថៃច្បាស់ណាស់បាទខ្ញុំសូមអនុញ្ញាតបញ្ចប់ត្រឹមប៉ុណ្ណឹងហើយជាចុងក្រោយសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាពិសេសគឺបងប្អូនជាពលករខ្មែរដែលកំពុងតែចាកចេញពីប្រទេសថៃសូមឲ្យមានសុខភាពល្អបាទសុវត្ថិភាពតាមផ្លូវហើយឈ្នះអស់មារសត្រូវទាំងអស់ហើយសូមឲ្យបងប្អូនព្យាយាមអត់ធ្មត់នៅក្នុងកលៈទេសៈដែលកម្ពុជារបស់យើងរងការឈ្លានពានទាំងទឹកដីបាទរំលោភទាំងច្បាប់អន្តរជាតិពីសំណាក់ប្រជាមិត្តបាទរងការធ្វើទុកបុកម្នេញទៅលើសិទ្ធិរបស់បងប្អូនពលករខ្មែរដែលជាជនស៊ីវិលហើយរាល់ការធ្វើទុកបុកម្នេញណាមួយទៅលើជនស៊ីវិលក្នុងក្របខ័ណ្ឌប្រទេសនិងប្រទេសប៉ះគ្នាដោយអាវុធកម្រិតណានោះ
គឺជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដែលត្រូវប្រឈមមុខចំពោះមុខតុលាការអន្តរជាតិអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមថ្វាយបង្គំលានិងសូមគោរពលា